តើគួរញ៉ាំអាហារប្រមាណកាឡូរីក្នុងមួយថ្ងៃដើម្បីឲ្យរាងកាយរបស់យើងហ្នឹងស្រកគីឡូស្រកខ្លាញ់ស្រកស្ករជៀសវាងជំងឺមិនឆ្លងមួយចំនួនហ្នឹងឯងមកហើយអ្វីដែលកាន់តែពិសេសគឺយើងញ៉ាំឲ្យបានត្រឹមត្រូវកុំឲ្យស្រកគីឡូហើយវាប៉ះពាល់សុខភាពរបស់យើងព្រោះអីខ្ញុំឃើញបងប្អូនដែលចង់សម្រក់គីឡូភាគច្រើនគាត់ញ៉ាំស្មានក៏អត់ដឹងថាគួរញ៉ាំប្រមាណគួរទុកប្រមាណទេអញ្ចឹងគាត់ស្មានទៅជួនកាលវាធ្វើឲ្យសុខភាពរបស់គាត់ទន់ខ្សោយគាត់បញ្ឈប់ការសម្រក់គីឡូទី2គាត់ញ៉ាំទៅវាចេះតែលើសវាធ្វើឲ្យការសម្រក់គីឡូរបស់គាត់បរាជ័យអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនតែម្ដងអំពីវិធីគណនាចំនួនកាឡូរីដែលបងប្អូនគួរញ៉ាំប្រចាំថ្ងៃដើម្បីឲ្យសុខភាពយើងល្អការស្រកគីឡូរបស់យើងនឹងមានភាពជោគជ័យអញ្ចឹងដើម្បីដឹងថាយើងគួរញ៉ាំប្រមាណយើងត្រូវតែដឹងអំពីវិធីគណនាចំនួនកាឡូរីដែលយើងត្រូវប្រើជារៀងរាល់ថ្ងៃសិនមែនទេបងប្អូនអញ្ចឹងការគណនានេះគឺយើងគណនាទៅតាមការស្រាវជ្រាវរបស់លោក Muffin ហើយនិង STJO ខ្ញុំអត់ដឹងថាហៅឈ្មោះគាត់មិនទេអធិស្ឋានសង្ឃឹមថាខ្ញុំនឹងហៅត្រូវប៉ុន្តែវាជារូបមន្តមួយដែលគេប្រើជាសកលហើយពេញនិយមបងប្អូនក្នុងការគណនាចំនួនកាឡូរីដែលមនុស្សយើងប្រចាំថ្ងៃចូលទៅប្រើអញ្ចឹងការគណនានេះគេហៅថា basal metabolic rate អញ្ចឹងសម្រាប់មនុស្សប្រុសគឺគេយកលេខ10គុណនឹងគីឡូបូក 6.25 គុណនឹងកម្ពស់សង់ទីម៉ែត្រដក5គុណនឹងអាយុបូក5ពុំតាន់ស្មុគស្មាញបងប្អូនខ្ញុំផ្ដល់ឧទាហរណ៍ឲ្យបងប្អូនតើបងប្អូនយល់ទេសម្រាប់មនុស្សស្រីដូចស្តៀងគ្នាគឺ10គុណនឹងគីឡូបូក 6.25 គុណនឹងកម្ពស់ដក5គុណនឹងអាយុតែដក161វិញអញ្ចឹងខ្ញុំឧទាហរណ៍បងប្អូនបរិសម្នាក់អាយុ30កម្ពស់170សង់ទីម៉ែត្រទម្ងន់របស់គាត់គឺ70គីឡូក្រាមអញ្ចឹងដើម្បីគណនា BMR ឬក៏ basal metabolic rate គឺយើងយកលេខ10គុណនឹង70វងកញ្ចក់មកតមកយើងបូក 6.25 គុណនឹង170វងកញ្ចក់ហើយយើងដក5គុណ30បូកជាមួយនឹង5អញ្ចឹងជាលទ្ធផលយើងឃើញថាកាឡូរីដែលគាត់ត្រូវការគឺ 1617.5 កាឡូរីក្នុងមួយថ្ងៃអាហ្នឹងមានន័យថារាងកាយរបស់គាត់ត្រូវការកាឡូរីប៉ុណ្ណឹងដើម្បីឲ្យបេះដូងដើរសួតដើរពោះវៀនបតាំងរបស់គាត់ដើរខួរក្បាលដើរសូម្បីតែពេលគេងហ្នឹងក៏គាត់ត្រូវចាយ energy ដែរអញ្ចឹងកាឡូរីហ្នឹងសម្រាប់ពេលគេងទៀតដោយគាត់មិនធ្វើសកម្មភាពអ្វីទាំងអស់អញ្ចឹងហើយបានគេហៅថា basal metabolic rate គឺជាការចំណាយកាឡូរីដំបូងមុនពេលដែលយើងមានសកម្មភាពបងប្អូនអញ្ចឹងដើម្បីដឹងថាយើងត្រូវការកាឡូរីប្រមាណនៅក្នុងមួយថ្ងៃគេត្រូវគុណជាមួយនឹងសកម្មភាពរបស់យើងប្រចាំថ្ងៃទៀតអញ្ចឹងសកម្មភាពនីមួយៗគឺគេមានលេខគុណរបស់គេអញ្ចឹងឧទាហរណ៍ថាមនុស្សម្នាក់គាត់ធ្វើការភាគច្រើនអត់សូវហាត់ប្រាណទេមួយថ្ងៃមួយទឹក7ថ្ងៃគឺអត់ហាត់ប្រាណទេអញ្ចឹងគេគុណនឹង 1.2 បើសិនជាគាត់មានហាត់ប្រាណកម្រិតស្រាលមានន័យថាអាចហាត់ពីមួយថ្ងៃទៅ3ថ្ងៃក្នុងមួយសប្តាហ៍គេគុណ 1.375 បើសិនជាគាត់ហាត់ប្រាណមធ្យមមានន័យថា3ទៅ5ថ្ងៃក្នុងមួយសប្តាហ៍គឺយើងគុណនឹង 1.55 ហើយបើគាត់ជាអ្នកហាត់ប្រាណអាជីពហាត់ប្រាណខ្លាំងតែម្ដងអាចថា6ទៅ7ថ្ងៃក្នុងមួយអាទិត្យអញ្ចឹងគេគុណនឹង 1.725 ហើយបើតាក់ពលិកកីឡាករបាល់ទាត់អ្នករត់ប្រណាំងអីហើយគេគុណ 1.9 អូខេអញ្ចឹងយើងគណនាកាឡូរីដែលយើងប្រើប្រាស់ប្រចាំថ្ងៃគឺគេយក basal metabolic rate គុណនឹងសកម្មភាពគាត់ប្រចាំថ្ងៃអញ្ចឹងខ្ញុំឧទាហរណ៍បងប្រុសមិញដែលគាត់អាយុ30កម្ពស់170សង់ទីម៉ែត្រទម្ងន់70ហ្នឹងណាគណនាទៅឃើញប្រកួតហ្មង16,618អញ្ចឹងបើសិនជាគាត់ជាអ្នកដែលធ្វើការភាគច្រើនអត់ហាត់ប្រាណសោះយើងគុណ 1.2 ទៅគឺកាឡូរីរបស់គាត់ដែលត្រូវប្រើហ្នឹងណាគឺតែ 1941.6 ទេបើសិនជាគាត់អ្នកហាត់ប្រាណពីមួយថ្ងៃទៅ3ថ្ងៃក្នុងមួយសប្តាហ៍យើងគុណ 1.375 អញ្ចឹងឃើញ 2224.45 កាឡូរីហើយបើសិនជាមានសកម្មភាពយើងគុណតាមហ្នឹងទៅយើងឃើញទិន្នន័យហើយអញ្ចឹងវាស្មុគស្មាញតិចប៉ុន្តែបងប្អូនអាចយកប៊ិចយកសភៅយកមកកត់ហើយបងប្អូននឹងដឹងថាខ្លួនឯងប្រើកាឡូរីប្រមាណក្នុងមួយថ្ងៃគួរញ៉ាំប្រមាណក្នុងមួយថ្ងៃដើម្បីអីកុំឲ្យយើងលើសគីឡូលើសស្ករលើសខ្លាញ់ហើយប្រឈមមុខជាមួយនឹងជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែមលើសសម្ពាធឈាមសរសៃឈាមបេះដូងអីខ្លះនឹងឡាក់សំណួរសួរថាតើយើងគួរញ៉ាំឲ្យគ្រប់ឬក៏ញ៉ាំឲ្យខ្វះពីព្រោះបងប្អូនយើងភាគច្រើនគិតថាការដែលញ៉ាំតិចវាធ្វើឲ្យស្រកគីឡូមែនទេបងប្អូនប៉ុន្តែសភៅជាច្រើនគេបានបកស្រាយថាការញ៉ាំតិចមិនធ្វើឲ្យស្រកគីឡូទេវាគ្រាន់តែធ្វើឲ្យ basal metabolic rate នឹងវាធ្លាក់ចុះគីឡូយើងអត់ស្រកអីទេបងប្អូនដោយសារអីការឡើងគីឡូគឺឡើងដោយសារតែអរម៉ូនបងប្អូនស្ដាប់អត់ខុសទេការឡើងគីឡូគឺឡើងដោយសារតែអរម៉ូនគឺអរម៉ូនអីគេគឺអាំងស៊ូលីនគឺជាអរម៉ូនដែលធ្វើឲ្យបងប្អូនឡើងគីឡូមូលហេតុអីពេលណាដែលបងប្អូនញ៉ាំអាហារទៅអាំងស៊ូលីននឹងវាចេញវាធ្វើឲ្យរាងកាយរបស់យើងហ្នឹងយកអាហារដែលយើងបានញ៉ាំយកទៅស្តុកទុកដល់ណាគឺនៅខ្លាញ់បងប្អូនមានខ្លាញ់ដើមដៃក្បាលពោះនិងកផ្លូវហើយនឹងខ្លាញ់នៅកន្លែងផ្សេងទៀតនៅក្នុងរាងកាយរបស់យើងហ្នឹងអញ្ចឹងដើម្បីសម្រក់គីឡូបានបងប្អូនត្រូវតែបញ្ឈប់ការបញ្ចេញអរម៉ូនអាំងស៊ូលីនហ្នឹងធ្វើម៉េចដើម្បីកុំឲ្យអរម៉ូនអាំងស៊ូលីនចេញគឺយើងកុំញ៉ាំអាហារនេះហើយជាមូលហេតុដែលការធ្វើ intermittent fasting ធ្វើឲ្យបងប្អូនស្រកគីឡូស្រកខ្លាញ់
ស្រកស្ករពីព្រោះអីកំឡុងពេល intermittent fasting 16ម៉ោងគឺយើងអត់ញ៉ាំអាហារទេអញ្ចឹងកំឡុងពេលនឹងឯងដែលអាំងសាលីនអបម៉ូនរបស់យើងគឺវាមានការថយចុះហើយរាងកាយរបស់យើងចាប់ផ្ដើមយកកាឡូរីដែលលើសយកទៅប្រើអញ្ចឹងកំឡុងពេលញ៉ាំ8ម៉ោងហ្នឹងគឺបងប្អូនអាចញ៉ាំឲ្យគ្រប់ទៅតាមការគណនារបស់បងប្អូនយើងញ៉ាំគ្រប់ទៅរយៈពេលតែ8ម៉ោងនឹងបានហើយ16ម៉ោងទៀតកុំញ៉ាំបងប្អូននឹងស្រកគីឡូអូតូម៉ាទិកបងប្អូនអាចអនុវត្តវិធីនេះដោយខ្លួនឯងសាកត្រឹមមួយអាទិត្យឬក៏កន្លះខែទេបងប្អូននឹងដឹងថាអាចស្រកបាន1គីឡូទៅ2គីឡូផុយបាត់ហើយបន្ថែមទៅលើការគណនាកាឡូរីបន្ថែមទៅលើការធ្វើ intermittent fasting បងប្អូនត្រូវតមអាហារមួយចំនួនដូចជាភេសជ្ជៈផ្អែមនំខេកការ៉េមនិយាយទៅភេសជ្ជៈដែលមានស្ករឬក៏ភេសជ្ជៈបើកម្លាំងអីហ្នឹងគឺតមកអស់ហើយបងប្អូនញ៉ាំអាហារដែលមិនកែច្នៃមានសាច់មានបន្លែមានគ្រាប់ធញ្ញជាតិឬក៏គ្រឿងសមុទ្រអីហ្នឹងហើយញ៉ាំវាឲ្យគ្រប់ចំនួនកាឡូរីដែលយើងត្រូវការអញ្ចឹងយើងផ្លាស់ប្ដូរទាំងរបបអាហារយើងធ្វើ intermittent fasting ទៀតការស្រកគីឡូរបស់បងប្អូនសឹងតែ 90% ហើយនឹងជោគជ័យហើយបើសិនជាយើងជាអ្នកដែលប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមនិងសម្ពាធឈាមទៀតវានឹងកាត់បន្ថយហានិភ័យទាំងអស់នឹងថែមទៀតអូខេអញ្ចឹងខ្ញុំសរុបមកវិញតើយើងគួរញ៉ាំប្រមាណនៅក្នុងមួយថ្ងៃគឺយើងគណនាដោយយក basic metabolic rate គុណជាមួយនឹងសកម្មភាពរបស់យើងប្រចាំថ្ងៃបងប្អូននឹងឃើញចំនួនកាឡូរីរបស់យើងប្រចាំថ្ងៃហើយដើម្បីសម្រក់គីឡូគឺមិនមែនកាត់បន្ថយការញ៉ាំអាហារទេប៉ុន្តែកាត់បន្ថយការបញ្ចេញអរម៉ូនអាំងសាលីនតាមរយៈការធ្វើ intermittent fasting ហើយការសម្រក់គីឡូជោគជ័យគឺមិនមែនការស្រកលឿនទេបងប្អូនប៉ុន្តែវាគឺជាសកម្មភាពដែលយើងអាចធ្វើបានជារៀងរាល់ថ្ងៃទើបគីឡូរបស់យើងរក្សានៅថេរសុខភាពរបស់យើងល្អថេរអញ្ចឹងសរុបមកវិញការគ្រប់គ្រងការបញ្ចេញអរម៉ូនអាំងសាលីនគឺសំខាន់ជាងការដែលយើងកាត់បន្ថយចំនួនកាឡូរីអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូននឹងទទួលបានព័ត៌មានថ្មីពីវីដេអូមួយនេះបើសិនជាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេច comment ម្នាក់មួយផងនៅខាងក្រោមវីដេអូក៏ដូចជា share វីដេអូនេះទៅកាន់អ្នកដែលចង់សម្រក់គីឡូផងដែរអរគុណសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត